បាទប្រហែលថ្ងៃហ្នឹងបងប្អូនឃើញមានការផ្ទុះរឿងទុរេនដែលមិនជាទុរេនខ្មែរហើយថាទុរេនជាទុរេនថៃនាំលួចនាំចូលមានសម្លេងមានអីហ្នឹងយ៉ាងណាគឺរដ្ឋាភិបាលបានហាម5មិនអោយនាំចូលប៉ុន្តែការនាំចូលនេះគឺខុសច្បាប់ហើយខ្ញុំនឹកឃើញរឿងមួយកាលថ្ងៃទី1ខ្ញុំបានទៅប៉ោយប៉ែតចូលលេងផ្សាររាត្រីមួយផ្សារទឹកពុះហើយមានជនបរទេសច្រើនពេលល្ងាចចិនមានឥណ្ឌូនេស៊ីឥណ្ឌាអីហ្នឹងខ្មែរយើងមកភាគតូចឯងភាគច្រើនបរទេសប៉ុន្តែមានជនជាតិថៃច្រើនគួរសមដែរដែលយើងដើរទៅជួបជ្រុងណាក៏ជួបណាហើយខ្ញុំឃើញគេនៅតែចាយលុយបាតនៅផ្សារហ្នឹងដំបងឡើយមិនចាប់អារម្មណ៍ទេប៉ុន្តែក៏លេខទៅឃើញគេរាប់លុយបាតដំបងមិនគិតថាលុយបាតទេស្មើលុយអីផ្សេងតពេលប៉ុន្តែមើលទៅលុយបាតហើយក៏ចាប់អារម្មណ៍តាមមើលអ្នកផ្សេងទៀតគឺនៅចាយដែរខ្ញុំឃើញថាជា5នាក់រាប់ចាយលុយបាតកដាស់20កដាស់50បាតអីហ្នឹងទិញអីវ៉ាន់ណាទិញរបស់ហូបនៅនឹងភាគច្រើនគេលក់របស់ហូបហើយអាជីវករដែលលក់ម្ហូបនៅហ្នឹងគឺនៅតែយកលុយបាតយ៉ាងហ្នឹងនៅរាប់យកលុយបាតបាទជនជាតិផ្សេងគេអត់ដែលចាយលុយខ្មែរហើយភាគច្រើនហើយខ្លះចាយដុល្លារมันជាការរិះគន់អីឲ្យវាប៉ះពាល់ដល់ការលក់ដូររបស់គាត់ទេប៉ុន្តែយើងឃើញវាដូចជាទប់អារម្មណ៍អត់បានណាទទួលយកអត់បានណារឿងថ្មីហើយដែលពាក្យការហើយណាមួយដូចជារដ្ឋាភិបាលឲ្យហាម5ឈប់ឲ្យគិតរបស់ជាលុយបាតប៉ុន្តែឃើញដាក់តម្លៃនៅលុយបាតខ្លះហើយឃើញចាយឃើញអតិថិជនមកចាយជាជនថៃហ្នឹងហើយអាជីវករយើងនៅតែយកលុយបាតប្រហែលជាគាត់ខ្លាចបាត់អតិថិជនជាជនជាតិថៃហ្នឹងហើយមើលទៅបើគាត់នៅតែតយកហើយនៅតែចាយចឹងអត់ដឹងមិនដែរខ្ញុំហ៊ានថារិះគន់ឬក៏អីមិនទេប៉ុន្តែវាឃើញទៅវាទៅចិត្ត